ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រព័ន្ធគ្រប់គ្រងគណនេយ្យ SQL ERP នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបក្នុងការកត់ត្រាវិក័យប័ត្រចំណូលនៅក្នុងប្រព័ន្ធរបស់យើងដែលជាទូទៅ Customer Invoice នៅក្នុងប្រព័ន្ធរបស់យើងគឺប្រើសម្រាប់កត់ត្រានៅវិក័យប័ត្រចំណូលដែលអត់ពាក់ព័ន្ធជាមួយនឹង Inventory ដែលមានដូចជាចំណូលពីការជួលឬមួយក៏សេវាកម្មផ្សេងៗអញ្ចឹងនៅក្នុងការកត់ត្រាគឺយើងត្រូវចូលទៅក្នុងមុខងារ Customer រួចរើសពាក្យថា Customer Invoice បន្ទាប់មកចុច New ហើយយើងធ្វើការរើសនៅឈ្មោះអតិថិជនរួចចុចសញ្ញាបូកខាងក្រោមនេះដើម្បីរើសនៅ Sell Account បន្ទាប់មកយើងធ្វើការ Search ឧទាហរណ៍ Rental Income រួចយើងបញ្ចូលនៅ Descriptionដាក់នៅតម្លៃហើយយើងអាចរើសជា VAT បើសិនជាមានហើយ system នឹងធ្វើការគណនានៅ subtotal នៅកន្លែងនេះមួយវិញទៀតបើសិនជាយើងមានចំណូលផ្សេងទៀតនៅក្នុង invoice មួយហ្នឹងយើងក៏អាចចុចសញ្ញាបូកដើម្បីបន្ថែមបានដែររួចធ្វើការបរិយាយនិងដាក់តម្លៃតាមជាក់ស្ដែងបន្ទាប់មកនៅខាងក្រោមនេះសម្រាប់ដាក់ជា description រួមរួចយើងធ្វើការដាក់នៅថ្ងៃខែហើយចំពោះលេខវិក័យប័ត្រវិញយើងអាចទុកចោលបែបហ្នឹងព្រោះថា system នឹងធ្វើការ generate ឲ្យរួចយើងចុច save ជាការស្រេចជាចុងក្រោយបើសិនជាបងមានចម្ងល់បន្ថែមបងអាចធ្វើការឆាតសាកសួរនៅក្នុងក្រុម Telegram ឬមួយក៏ join channel Telegram និង follow page ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមទាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ SQL នេះផងដែរដោយបងអាច scan QR ខាងក្រោមនេះដើម្បី join បានសូមអរគុណ